ជាដំបូងខ្ញុំសូមធ្វើការគោរពជំរាបសួរដល់លោកគ្រូនិងសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំក្នុងនាយកដំណើរក្រុមទី4ថ្ងៃនេះដែរមកធ្វើការនិយាយបកស្រាយអំពីប្រធានវិញ្ញាសាតែងសេចក្តីជាភាសាខ្មែរដែលធ្លាប់ចេញប្រឡងបាតុកាលពីឆ្នាំ2018ដោយចំពោះប្រធានតែងសេចក្តីដែលធ្លាប់ចេញប្រឡងកាលពី2018ហ្នឹងគឺគេបាននិយាយថាពាក្យចាស់លោកបានពោលថាសេចក្តីព្យាយាមគង់តែបានសម្រាប់ចូលបកស្រាយដោយរកអំណាចក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់ដល់យើងបានធ្វើជាសេចក្តីអធិប្បាយដែលធ្វើឲ្យយើងងាយស្រួលយល់ពីប្រធានចំណេះដែលសេចក្តីនេះសម្រាប់ប្រធានតែសេចក្តីបែបពន្យល់យើងនឹងហៅថាវាមាន3ចំណុចសំខាន់ដែលថាចំណុចទី1នោះគឺសេចក្តីផ្ដើមចំណុចទី2គឺតួសេចក្តីចំណុចទី3នោះគឺសេចក្តីបញ្ចប់តែនេះគឺជាគម្រោងចំពោះចំណុចទី1សេចក្តីផ្ដើមគឺមានលំនាំបញ្ហាចំណុចបញ្ហានិងចំណុចបញ្ហាត្រង់ចំណុចលំនាំបញ្ហាถ้าចំណុចលំនាំបញ្ហាយើងអាចសរសេរបានច្រើនបែបប៉ុន្តែត្រង់នេះយើងអាចសរសេរដោយផ្ដោតទៅលើឲ្យចូលទៅកាន់ប្រធានដើម្បីងាយស្រួលបែកញែកនិងសរសេរទាក់ទងនឹងប្រធានទៀតតែថាយើងអាចសរសេរថាក្នុងម្នាក់នៅលើโลกនេះតែងតែប្រាថ្នាចង់ទទួលបានភាពជោគជ័យការសម្រេចបំណងប្រាថ្នាផ្សេងៗចំពោះជីវិតឬក៏ថាមនុស្សនៅលើโลกនេះប្រឹងប្រែងតស៊ូព្យាយាមដើម្បីតែចង់បានទទួលបានសេចក្តីសម្រេចបំណងនេះក្នុងហើយនៅត្រង់ចំណុចបញ្ហាយើងសរសេរដោយលើយកប្រធានមកដាក់វិញហើយយើងក៏អាចប្រើនៅឃ្លាភ្ជាប់បន្តិចបន្ទួចដើម្បីដាក់ប្រធានផងដែរយើងអាចសរសេរថាទៅត្រូវនាំគ្នាទៅមនុស្សយើងអ្នកត្រូវនាំគ្នាព្យាយាមពុះពាក្យគ្រប់កិច្ចការងារទាំងឡាយហ្នឹងដើម្បីឲ្យវាសមស្របទៅនឹងពាក្យចាស់ដែលលោកបានពោលថាសេចក្តីព្យាយាមគង់តែបានផលសម្រេចហើយនៅត្រង់ចំណោទបញ្ហាគេអាចចោទសួរបានច្រើនបែបទៅតាមបែបពន្យល់ប៉ុន្តែបើថាតែប្រធាននេះបែបជាបំណុលអញ្ចឹងហើយយើងអាចចោទសួរដោយនិយាយថាតើបំណុលខាងលើនេះមានអត្ថន័យយ៉ាងដូចម្តេចចូលដល់ចំណុចទី2គឺតួសេចក្តីនៅចំណុចតួសេចក្តីនេះយើងនឹងថាវាមានឃ្លាភ្ជាប់សេចក្តីពន្យល់ពាក្យពន្យល់ន័យប្រធានបកស្រាយហើយនឹងលើកឧទាហរណ៍ហើយស្របសេចក្តីដោយយើងកន្លែងមើលត្រង់ឃ្លាភ្ជាប់សេចក្តីជាធម្មតាគេតែងតែប្រើពាក្យថាដើម្បីជាហើយយើងអាចភ្ជាប់ទៅទៀតថាដើម្បីជាភាពងាយស្រួលដើម្បីជាគុណប្រយោជន៍ដើម្បីជាប្រភេទជួយបំភ្លឺដើម្បីជាស្ពានចម្លងការបកស្រាយទាំងនោះនៅក្នុងនេះយើងអាចសរសេរថាដើម្បីជាភាពងាយស្រួលក្នុងការបកស្រាយគំនូរប្រធានខាងលើឲ្យបានខុសបានស៊ីចំណុចយើងក៏បីយល់ពីន័យរបស់ពាក្យគន្លឹះជាមុនសិនចំណុចពីដល់ប្រយោគនៃប្រធានប្រយោគពាក្យយើងអាចប្រយោគពាក្យដែលចាំបាច់មានពាក្យសេចក្តីព្យាយាមយើងនិយាយថាវាមានន័យថាសេចក្តីខិតខំប្រឹងប្រែងការខិតខំប្រឹងប្រែងដំណើរគ្នាអីចឹងដល់ពេលសម្រាប់នេះយើងនិយាយថាវាសំដៅទៅលើអីចឹងសំដៅទៅលើធ្វើឲ្យដាច់សាច់ធ្វើឲ្យកើតជាការឲ្យបានការសម្រេចតាមបំណងតាមសេចក្តីបងថាយើងអាចបញ្យល់នៃប្រធានបានយើងបញ្យល់នៃប្រធានដែលយើងនិយាយថាមតិរបស់ប្រធានខាងលើឬក៏បំណងរបស់ប្រធានខាងលើចង់មានន័យសេចក្តីថាចឹងទៅតែយើងបញ្យល់មកថាមតិរបស់ប្រធានខាងលើមានន័យថាការខិតខំប្រឹងប្រែងគឺគង់តែបានទទួលផលសម្រាប់កើតជាការបានជាការសំស្របទៅតាមគោលបំណងប្រាថ្នារួមនឹងអ្នកចឹងហើយបន្តទៀតយើងដល់ចំណុចបកស្រាយនេះគឺវាមានគំនិតសំខាន់ផ្ដោតទៅលើប្រធានរបស់យើងគឺថាសេចក្តីព្យាយាមគង់តែបានផលសម្រេចដោយទីមួយយើងត្រូវដឹងពីប្រភេទនៃសេចក្តីព្យាយាមឬក៏និយាយបានថារូបភាពនៃសេចក្តីព្យាយាមដោយសេចក្តីព្យាយាមហ្នឹងយើងដឹងថាវាមានច្រើនបែបដូចជាសេចក្តីព្យាយាមទៅលើការសិក្សារៀនសូត្រព្យាយាមធ្វើការងារប្រកបរបរចិញ្ចឹមជីវិតដោះស្រាយបញ្ហាដែលកើតមានឡើងព្យាយាមជំនះរាល់ឧបសគ្គការព្យាយាមក្នុងការតស៊ូប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិការតស៊ូក្នុងការលុបបំបាត់ការរើសអើងការតស៊ូក្នុងការកម្ចាត់សត្រូវសេចក្តីតស៊ូក្នុងការធ្វើទង្វើល្អត្រឹមត្រូវតាមផ្លូវកាយវិជ្ជាចិត្តគោរពច្បាប់របស់ប្រទេសស្វែងរកសេចក្តីយុត្តិធម៌និងចំណុចផ្សេងៗជាច្រើនទៀតដូចជាព្យាយាមជំនះរាល់ឧបសគ្គអីដែលកើតមានឡើងចឹងណាហើយយើងអាចបន្ថែមទៀតបានហើយចំណុចបន្តទៀតនោះគឺយើងត្រូវនិយាយផ្ដោតទៅលើអត្ថប្រយោជន៍នៃការព្យាយាមហ្នឹងបើយើងបង្ហាញឲ្យដឹងថាបន្ទាប់ពីយើងធ្វើការព្យាយាមទាំងអស់ហ្នឹងហើយយើងទទួលបានផលទៀតខ្លះហើយអត្ថប្រយោជន៍ទាំងអស់នោះមានដូចជាទទួលបានភាពជោគជ័យលើការងារដែលបានធ្វើទាំងអស់នោះហើយកំណត់គោលដៅបានតាមសេចក្តីប្រាថ្នារបស់យើងចឹងហើយដឹកនាំមនុស្សឆ្ពោះទៅរកសេចក្តីសុខសុភមង្គលប្រទេសជាតិហ្នឹងក៏មានសុខសន្តិភាពមានការអភិវឌ្ឍន៍ជាច្រើនជាងគ្រប់ផ្នែកដោយការដែលមនុស្សម្នាក់ចេះតស៊ូព្យាយាមគ្រប់គ្នាទៅវាធ្វើឲ្យមនុស្សមានចំណេះដឹងជំនាញនិងបទពិសោធន៍ច្បាស់លាស់ដែលអាចធ្វើឲ្យគេជួយខ្លួនឯងបានផងហើយថែមទាំងជួយដល់សង្គមជាតិផងដែរនៅពេលដែលយើងធ្វើការបកស្រាយសរសេរអត្ថន័យបានល្អិតល្អន់តទៅនឹងប្រភេទនៃសេចក្តីព្យាយាមអត្ថប្រយោជន៍នៃសេចក្តីព្យាយាមដូចដែលបានរៀបរាប់ហើយនោះយើងក៏ឈានដល់ការដែលយើងត្រូវរកឧទាហរណ៍សរសេរបញ្ជាក់អំណាចនៃការតែងសេចក្តីរបស់យើងដោយយើងអាចលើកនៅក្នុងរឿងកលាប៉ៃលិនរឿងរំទាវនិងរឿងរាមកេរ្តិ៍តែត្រង់ចំណុចនេះចំពោះរឿងកលាប៉ៃលិន
ដែលជាស្នាដៃនិពន្ធរបស់លោកមកថាហើយវាជាប្រភេទអក្សរសិល្ប៍ទំនើបបានប្រឡងលោកមួយចេតនាដោយយើងបានដឹងថារឿងគុំទាវហ្នឹងវាស្ថិតនៅក្នុងអក្សរសិល្ប៍នៅក្នុងចំណោមអក្សរសិល្ប៍ខេមរនិយមហើយវានិពន្ធឡើងនៅឆ្នាំ1936ឬឆ្នាំ1943តាមចំណុចនេះដែរយើងក៏ដាក់រឿងដោយសារតែក្នុងឯកសារគេក៏បានសរសេរថារឿងជាមួយគ្នាវាអត់ច្បាស់ថាឆ្នាំណាដោយយើងសរសេររាប់បន្តថាតាមរយៈដំណើររឿងអ្នកនិពន្ធបានបង្ហាញអំពីតួអង្គចាំចិត្តពីចំណុចដោយតួអង្គចាំចិត្តគឺជាបុគ្គលម្នាក់ដែលព្យាយាមតស៊ូក្នុងការសិក្សារៀនសូត្រហើយគាត់ក៏បានព្យាយាមតស៊ូក្នុងការងារក្នុងការប្រកបរបរការងាររបស់គាត់ដោយគាត់ធ្វើការដោយគ្មានការរើសអើងគាត់តស៊ូធ្វើការដោយមិនគិតរើសអើងការងារចឹងតែចំណុចនេះយើងនិយាយថាតើគាត់តស៊ូព្យាយាមចំពោះការសិក្សារៀនសូត្ររហូតទទួលបានចំណេះដឹងខ្ពស់និងបានព្យាយាមប្រព្រឹត្តទង្វើល្អដែលលោកការចាចិត្តគូផ្សំមិនមានកក្ដីភាពជាមួយស្វ័យនេះរបស់ខ្លួនដែលជាហេតុធ្វើឲ្យលោកគ្រូរដ្ឋសម្បត្តិហ្នឹងពេញចិត្តចាំចិត្តព្រមលើកចាំចិត្តឲ្យទៅនាងខុនរីធ្វើជាកូនប្រសាររបស់គាត់ហើយចាំចិត្តហ្នឹងក៏ខ្លាចជាតការបងបន្តពីលោកគ្រូរដ្ឋសម្បត្តិហ្នឹងហើយចូលរបស់ចាំចិត្តបន្តមកក៏មានសុភមង្គលនៅយ៉ាងសុខស្រួលជាងមុនចំណុចអាចថាជាប្រកបប្រសើរជាងមុនដែលត្រង់នេះយើងបញ្ជាក់ថានេះលទ្ធផលដែលចាំចិត្តទទួលបាននេះគឺការចេញពីសេចក្តីព្យាយាមការខិតខំប្រឹងប្រែងតស៊ូរបស់ចាំចិត្តខ្លួនឯងផ្ទាល់យ៉ាងវិញទៀតនៅក្នុងរឿងទុំទាវក៏ដូចគ្នារឿងទុំទាវគឺជាស្នាដៃនិពន្ធរបស់ភិក្ខុសង្ឃដែលនិពន្ធនៅឆ្នាំ1915ហើយវាជាប្រភេទអក្សរសិល្ប៍ទំនើបដូចគ្នាហើយក៏ស្ថិតក្នុងចំណោមអក្សរសិល្ប៍ខេមរនិយមដូចគ្នាអ្នកនិពន្ធបានបង្ហាញអំពីតួអង្គរហូតដល់គាត់ល្បីឈ្មោះបោះសម្លេងចឹងមានគេនិមន្តទៅស្មូតច្រើនចឹងរហូតដល់ល្បីដល់ស្ដេចទេមានជើងព្រៃមិនពេលស្ដេចទេមានជើងព្រៃនៅខាងស្មូតតែនៅក្នុងរាជវាំងគាត់សពរដីខាងទឹកដីក៏បានឲ្យអ្នកទាំងពីរហ្នឹងទៅស្មូតនៅរាជវាំងហើយធ្វើការនៅរាជវាំងដោយដំណើរងារឲ្យជាមើលឯកនេះងារជាមើលឯករបស់អ្នកទាំងពីរដែលទទួលបាននេះគឺការចិត្តពីសេរីព្យាយាមតស៊ូប្រកបរបស់គាត់ឯងហើយចូលមកដល់រឿងទី3នេះវិញគឺរឿងរៀនគេដែលជាអក្សរសិល្ប៍បុរាណវាជាប្រភេទអក្សរសិល្ប៍បុរាណដែលយើងអាចលើកនៅត្រង់សកម្មភាពរបស់ព្រះរាមដោយព្រះរាមហ្នឹងគាត់ព្យាយាមដោះស្រាយទំនាស់វិបត្តិដែលកើតមានឡើងរវាងពាក្យស័ព្ទនិងប្រពៃណីព្រះមហាក្សត្រដោយពេលហ្នឹងមានចំនួនគ្នារវាងរាជវង្សអញ្ចឹងវាថាវិបត្តិតែក្នុងរាជវង្សតែដោយជាដំណោះស្រាយដោយព្រះរាមគាត់បានព្យាយាមដោះស្រាយបញ្ហាយ៉ាងសន្តិវិធីនិងគ្មានទំនាស់គ្មានចំនួនដើម្បីកុំឲ្យបង្កសង្គ្រាមនោះគឺព្រះអង្គសុខចិត្តយាមខ្លួនឯងចាក់ចេញពីព្រះនគរចូលទៅសាងភ្នួរឬក៏ហាត់បួសនៅក្នុងព្រៃធ្វើជាឥសីអស់រយៈពេល14ឆ្នាំដើម្បីកុំឲ្យរាជវង្សមានដំណោះដោយសារតែខ្លួនព្រោះព្រះអង្គជាអ្នកដឹកនាំពីចំណុចហើយបន្តទៀតយើងក៏ចូលដល់ការប្រវត្តិក្តីនេះយើងអាចស្របសេចក្តីមកស្របទៅតាមការបកស្រាយនិងការលើកឧទាហរណ៍ដូចដែលបានបញ្ជាក់ខាងលើយ៉ាងច្បាស់នេះយើងអាចដឹងបានថាសេចក្តីព្យាយាមគង់ទៅបានផលសម្រេចពិតមែនទេតែថាឬក៏យើងអាចនិយាយថាទៀតថាស្របសេចក្តីមកសេចក្តីព្យាយាមគឺគង់តែទទួលបានផលសម្រេចពិតមែនដោយស្របទៅតាមការនិយាយខាងនេះមកហើយចូលដល់ចំណុចចុងក្រោយដែលជាសេចក្តីបញ្ចប់ចំណុចវាដំណើរទៅលើប្រធានជាធម្មតាយើងតែទៅដល់គេថាឆ្លងទៅតាមការបកស្រាយឆ្លងទៅតាមការអធិប្បាយឆ្លងទៅតាមការស្រាយបំភ្លឺខាងលើចឹងមកពេលនេះយើងនិយាយថាឆ្លងទៅតាមការអធិប្បាយស្រាយបំភ្លឺខាងលើយើងអាចសន្និដ្ឋានបានថាពំណូររបស់បុព្វបុរសខាងលើពិតជាត្រឹមត្រូវមានតម្លៃនិងអត្ថន័យដ៏ល្អជ្រាលជ្រៅអីចឹងទៅហើយបន្តទៀតយើងsẽបន្ថែមថាហើយថែមទាំងបានផ្ដល់ជាគំនិតអប់រំដល់យើងជាយុវជនជាកូនចៅចំនួនក្រោយឲ្យខិតខំតស៊ូពុះពៀព្យាយាមគ្រប់ឧបសគ្គនិងទទួលបាននៅសេចក្តីសម្រាប់ប្រតិកម្មខ្លួនយើងអាចមានតម្លៃបានតាមការយកឃើញរបស់យើងហើយនេះវិញយើងអាចបង្ហាញដល់ថាក្នុងនាមយើងជាកូនចៅចំនួនក្រោយយើងត្រូវតែចេះខិតខំប្រឹងប្រែងតស៊ូព្យាយាមជំនះរាល់ឧបសគ្គតស៊ូខិតខំប្រឹងប្រែងដើម្បីទទួលបានភាពជោគជ័យចាំដើម្បីធ្វើឲ្យជីវិតខ្លួនឯងរស់នៅដល់ថ្ងៃនោះពុំពេញដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រាន់ចឹងហើយមានសមត្ថភាពអីជួយរក្សាសង្គមជាតិចឹងនេះកន្លែងប្រតិកម្មខ្លួនគឺយើងបង្ហាញពីចំណងបន្តខ្លួនដែលយើងមានទៅតាមប្រធានដែលយើងបានសរសេររៀបរាប់សេចក្តីអធិប្បាយដូចខាងហ្នឹងជាចុងក្រោយខ្ញុំសូមគោរពអរគុណគ្រូនិងមិត្តទាំងអស់គ្នាដែលចំណាយពេលវេលាទាំងឡាយស្ដាប់ការបកស្រាយពីប្រមូលផ្សាយសេចក្តីរបស់ក្រុមយើងខ្ញុំ